ចឹងជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់អ្នកចូលរួមទាំងអស់អាចមានជាបងឬក៏ប្អូនអញ្ចឹងខ្ញុំសូមគោរពជម្រាបសួរដល់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះទាំងអស់អញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកពីបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅរៀនធ្លាប់ទៅធ្វើការនៅតៃវ៉ាន់ហើយក៏ធ្លាប់ប្រឡងតេស្ត TOEFL នេះដែរអញ្ចឹងមុនហ្នឹងគាត់បាននិយាយរឿងថាបើសិនជាយើងថ្ងៃនេះអ្នកដែលគាត់អាចមានសំណាងពីរនាក់ហ្នឹងគាត់អាចទទួលបានសភៅមួយក្បាលដើម្បីរៀនភាសាចិនអញ្ចឹងណាហើយគាត់បញ្ជាក់ខាងយើងម្ដងទៀតថាបើសិនជាអ្នកណាគេដែលត្រូវការចោះឈ្មោះដើម្បីចាប់ឆ្នោតយកសភៅហ្នឹងយើងអាចចូលទៅក្នុងកន្លែងឆាតខាងក្រោមនេះដែលគាត់ដាក់ជា Google Form ហ្នឹងឲ្យយើងជួយបំពេញទៅគាត់អាច select ពីអ្នកនៅក្នុងដែលបំពេញហ្នឹងអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ទាន់បានបំពេញអាហ្នឹងគាត់អាចបំពេញបានដើម្បីទទួលបានឱកាសក្នុងការចាប់រង្វាន់អញ្ចឹងអ្នកទាំងអស់គ្នាអត់អីណាឲ្យលឺតែសួស្ដីលឺបងលឺអូខេអញ្ចឹងខ្ញុំសូមបន្តទៀតហើយណាអញ្ចឹងចំពោះខ្ញុំនិយាយពីប្រវត្តិខ្ញុំបន្តិចខ្ញុំបើសិនជាឈ្មោះភាសាខ្មែររបស់ខ្ញុំហ្នឹងឈ្មោះសុគន្ធធីរីហើយភាសាចិនខ្ញុំឈ្មោះអ៊ូជីងលៀនអញ្ចឹងកាលពីពេលដែលខ្ញុំរៀនបញ្ញាបត្រហ្នឹងគឺខ្ញុំរៀនផ្នែកស្ថាបត្យកម្មនៅនគរនពរណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយក្រោយមកខ្ញុំក៏ទទួលបានអាហារូបករណ៍ទៅរៀនបន្តបញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ National Taiwan of Science and Technology នៅតៃវ៉ាន់នៅទីក្រុងតៃប៉េហើយបច្ចុប្បន្ននេះខ្ញុំត្រឡប់មកខ្មែរវិញហើយក្រោយពីខ្ញុំទៅរៀននៅនឹងហើយធ្វើការនៅនឹងបានទៅរៀននឹង2ឆ្នាំធ្វើការនៅនឹងបាន2ឆ្នាំខ្ញុំត្រឡប់មកវិញខ្ញុំធ្វើការនៅភ្នំពេញបានប្រហែលជា2ឆ្នាំហើយឥឡូវនេះខ្ញុំទៅធ្វើការនៅបាត់ដំបងធ្វើជាគ្រូបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មហ្នឹងនៅសាកលវិទ្យាល័យជាតិបាត់ដំបងអញ្ចឹងបច្ចុប្បន្ននេះខ្ញុំធ្វើគ្រូបរិញ្ញាបត្រតែផ្នែកស្ថាបត្យកម្មហើយបើនិយាយពីរឿងការដែលខ្ញុំរៀនចិនហ្នឹងគឺខ្ញុំរៀនអត់បានជាប់លាប់ហ្មងទៅទាំងស្រុងអញ្ចឹងទេប៉ុន្តែខ្ញុំរៀនរបៀបរៀនពីមួយឆ្នាំអញ្ចឹងទៅដាច់ម្ដងទៅបន្ទាប់មករៀនទៀតអញ្ចឹងខ្ញុំរៀនចិនតាំងពីរៀនឆ្នាំ2004ហើយពេលហ្នឹងខ្ញុំចាំបានខ្ញុំទៅរៀនថ្នាក់ទី4អញ្ចឹងរៀនថ្នាក់ទី4រហូតដល់រៀនថ្នាក់ទី6ហ្នឹងខ្ញុំរៀនចិន2ឆ្នាំជាប់ហ្នឹងខ្ញុំរៀនមួយថ្ងៃឬថាគេមានមួយថ្ងៃ3ម៉ោងមួយព្រឹកឬក៏មួយល្ងាចអញ្ចឹងខ្ញុំរើសយករៀនពេលព្រឹកហើយខ្ញុំរៀនបានពេញអញ្ចឹងទៅដល់ពេលយើងចូលដល់ទី7ខ្ញុំមិនអាចរៀនបានតទៀតដោយសារតែនៅបាត់ដំបងហ្នឹងអនុវិទ្យាល័យគេរៀនព្រឹកផងថ្ងៃផងអញ្ចឹងខ្ញុំមិនអាចរៀនបានខ្ញុំក៏ឈប់សិនអញ្ចឹងទី7មួយឆ្នាំហ្នឹងខ្ញុំអត់បានរៀនទេរហូតដល់ចូលដល់ទី8ខ្ញុំរកម៉ោងបានខ្ញុំចាប់ផ្ដើមចូលរៀនតទៀតប៉ុន្តែលើកហ្នឹងរៀនបានតែ1ម៉ោងមួយថ្ងៃបានតែ1ម៉ោងឯងរៀនម៉ោង5ម៉ោង6ល្ងាចបន្ទាប់មកខ្ញុំបន្តរៀនរហូតដល់2011ហើយខ្ញុំក៏ឈប់ទៀតដោយសារតែយើងត្រូវប្រឡងថ្នាក់ទី12ខ្ញុំអត់គិតថាអត់មានពេលរៀនតទៀតអញ្ចឹងយើងត្រូវខំប្រឹងរៀនប្រឡងទី12អញ្ចឹងទៅខ្ញុំក៏ឈប់រៀនតអញ្ចឹងវាបែបអញ្ចឹងហើយដល់ពេលរៀនចប់ទី12ហើយខ្ញុំឡើងមកពេញដើម្បីមកតសាកលវិទ្យាល័យក៏អត់មានពេលរៀនតដែរដោយសារតែទុំចូលសាកលវិទ្យាល័យអីអញ្ចឹងហើយរហូតដល់ខ្ញុំចាប់ដើមរៀនសាកលវិទ្យាល័យឆ្នាំទី2ហ្នឹងនៅភ្នំពេញហ្នឹងខ្ញុំមានគេហៅរបៀបថាគេត្រូវការអ្នកចេះគូប្លង់ផ្នែកស្ថាបត្យកម្មហ្នឹងទៅហើយគេត្រូវការនិស្សិតអញ្ចឹងណាហើយត្រូវការអ្នកដែលចេះចិនព្រោះថាតកែដែលគាត់មកហ្នឹងគឺជនជាតិតៃវ៉ាន់ហើយពេលហ្នឹងមិត្តភ័ក្ដិខ្ញុំគាត់ក៏ដឹងថាខ្ញុំចេះចិនអីចឹងគាត់ក៏ហៅខ្ញុំទៅសម្ភាសសាកមើលហើយក៏ពេលហ្នឹងក៏ជាប់អញ្ចឹងចាប់ពីពេលហ្នឹងមកខ្ញុំក៏ចាប់ផ្ដើមរៀនផងធ្វើការផងអញ្ចឹងធ្វើការពេលព្រឹកអីចឹងទៅហើយទៅរៀនពេលថ្ងៃអីចឹងទៅដោយសារតែសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហ្នឹងគេរៀនឆ្លាស់ដែរដូចថ្ងៃខ្លះរៀនព្រឹកថ្ងៃខ្លះរៀនថ្ងៃប៉ុន្តែភាគច្រើនរៀនឬថារៀនដល់3 4ម៉ោងអីចឹងយើងនៅមានពេលធ្វើការអញ្ចឹងខ្ញុំក៏រៀនផងធ្វើការផងអញ្ចឹងទៅក៏អត់បានរៀនចិនតទេប៉ុន្តែពេលហ្នឹងខ្ញុំប្រើប្រាស់ភាសាចិនដោយសារតខ្ញុំធ្វើការជាមួយនឹងតកែជនជាតិតៃវ៉ាន់អញ្ចឹងគាត់និយាយភាសាចិនមួយខ្ញុំអីចឹងទៅអញ្ចឹងក្រោយមកទៀតក្រោយពេលដែលខ្ញុំរៀនចប់ស្ថាបត្យកម្មហ្នឹងខ្ញុំរៀន5ឆ្នាំអញ្ចឹងខ្ញុំធ្វើការបដារៀនបដាដល់ពេលចប់5ឆ្នាំហ្នឹង
ខ្ញុំចាប់ផ្ដើមដាក់អាហារូបករណ៍អញ្ចឹងពេលដែលខ្ញុំដាក់អាហារូបករណ៍ហ្នឹងមេខ្ញុំនៅកន្លែងហ្នឹងគាត់ថាបើឯងចេះចិនអីអញ្ចឹងគួរតែសាកដាក់អាហារូបករណ៍អាហារូបករណ៍របស់រដ្ឋាភិបាលរបស់តៃវ៉ាន់ទៅអញ្ចឹងគាត់ណែនាំអាហារូបករណ៍នោះមកខ្ញុំហើយគាត់ថាសាកដាក់សិនទៅដាក់លេងទៅបើសិនជាប់យើងទៅអីចឹងដល់ពេលហើយខ្ញុំក៏សាកដាក់ដល់ពេលដាក់ទៅក៏ជាប់អញ្ចឹងទៅខ្ញុំក៏ទៅរៀននៅតៃវ៉ាន់ហ្នឹងតអនុបណ្ឌិតហ្នឹងកន្លងឆ្នាំ2018អញ្ចឹងខ្ញុំទៅរៀនអនុបណ្ឌិតហ្នឹង2ឆ្នាំ2018ដល់2020នៅតៃវ៉ាន់ហើយបន្ទាប់មកក្រោយពីរៀនចប់ហើយខ្ញុំចាប់ផ្ដើមធ្វើការនៅតៃវ៉ាន់ហ្នឹងពី2020ហ្នឹងដល់2022បាទខ្ញុំត្រឡប់មកខ្មែរវិញហើយនៅក្នុងកន្លងពេលដែលខ្ញុំទៅរៀននៅតៃវ៉ាន់ហ្នឹងកន្លងពេលខ្ញុំធ្វើការបដាហ្នឹងក្រោយពីពេលដែលខ្ញុំរកការងារធ្វើបាននៅតៃវ៉ាន់ហើយខ្ញុំចាប់ផ្ដើមចូលទៅរៀនម្ដងទៀតនៅ National Taiwan Normal University ប៉ុន្តែរៀនផ្នែកភាសាចិនអីចឹងទៅថ្នាក់គេមានម៉ោងរៀនរបៀប1ម៉ោងកន្លះក្នុងមួយថ្ងៃអញ្ចឹងណាអញ្ចឹងខ្ញុំក៏រើសយកអាហ្នឹងហើយខ្ញុំរៀន3ខែខ្ញុំក៏សម្រេចចិត្តប្រឡង TOEFL នេះសាកមើលព្រោះថាយើងចង់ដឹងថាយើងនៅកម្រិតណាហើយត្រូវរៀនយូរប៉ុណ្ណាទៀតអីចឹងហើយពេលដែលខ្ញុំប្រឡងហ្នឹងខ្ញុំទទួលបានកម្រិតទី5 TOEFL ហ្នឹងអញ្ចឹងកម្រិត5ហ្នឹងនេះបន្ទុកហ្នឹងកម្រិត5ហ្នឹងគេហៅថាកម្រិតស្ទាត់ជំនាញអីចឹងនៅក្នុងហ្នឹងហើយពេលដែលខ្ញុំប្រឡងហ្នឹងបន្ទុកគេហ្នឹងគឺគេបន្ទុកខុសពីឥឡូវបន្ទុកកាលពីមុនបន្ទុកពេញlistening អីចឹង100 reading 100ប៉ុន្តែឥឡូវនេះបន្ទុកខុសពីមុនដោយសារតឥឡូវនេះគេដាក់ថាបន្ទុកពេញទាំងអស់ហ្នឹងគេបែងចែកជា700បន្ទុកប៉ុន្តែកាលពីជំនាន់ខ្ញុំប្រឡងហ្នឹងនៅឆ្នាំ2022ខែ4ហ្នឹងខ្ញុំប្រឡងកាលពី22ខែ4ហ្នឹងបន្ទុកពេញមកគេ100បន្ទុកហើយឥឡូវគេយកបន្ទុកពេញបែប700បន្ទុកអញ្ចឹងណាប៉ុន្តែវានៅតែមានកម្រិតដូចតែគ្នាអញ្ចឹងដដែល